គឺតាក់ទងជាមួយនឹងស្ថានភាពនៃការប្រយុទ្ធគ្នារវាងទាហានរបស់រុស្ស៊ីជាមួយនឹងអ៊ុយក្រែនបាទតាមសេចក្តីរាយការណ៍នេះបានឲ្យដឹងថានៅថ្ងៃសៅរ៍នេះគឺកងកម្លាំងរបស់អ៊ុយក្រែននឹងបានវាចំនៅបំពង់ប្រព័ន្ធបង្ហូរប្រេងមួយបាទនៅក្បែរទីក្រុងមូស្គូតំបន់ទីក្រុងមូស្គូដែលជាបំពង់បង្ហូរប្រេងគ្រប់គ្រងទៅដល់ទាហានរបស់រុស្ស៊ីហើយនេះបើតាមការបញ្ជាក់ឲ្យដឹងរបស់ខាងក្រមចារកម្មរបស់អ៊ុយក្រែននៅថ្ងៃស្អែកនេះបាទគឺការអាងនេះកើតមានឡើងក្រោយក្នុងពេលដែលបាទរុស្ស៊ីបានធ្វើយុទ្ធនាការវាយប្រហារយ៉ាងខ្លាំងដោយ drone ហើយនិងមីស៊ីលទៅលើហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីនិងធម្មពលរបស់ប្រទេសអ៊ុយក្រែនផងដែរហើយប្រតិបត្តិការហ្នឹងគឺបើតាមសេចក្តីរាយការណ៍នេះឲ្យដឹងថាប្រតិបត្តិការនេះគឺទាហានអ៊ុយក្រែនបានធ្វើប្រតិបត្តិការកាលពីយប់ថ្ងៃសុក្រហើយគឺមិនបានឲ្យអ្នកណាដឹងមុនទេទើបតែអ្វីដែលចេញលទ្ធផលនេះមកបានឲ្យដឹងថាការបំផ្លិចបំផ្លាញនេះគឺមានលក្ខណៈធ្ងន់ធ្ងរដែលជាការប៉ះពាល់យ៉ាងខ្លាំងទៅដល់ការផ្គត់ផ្គង់សម្ភារៈដល់យោធារបស់រុស្ស៊ីបាទហើយបើយោងតាមទីក្រមសិបការរបស់ខាងអ៊ុយក្រែនក្រមចារកម្មរបស់អ៊ុយក្រែននោះគឺបំពង់ប្រេងនេះមានប្រវែងរហូតដល់400គីឡូម៉ែត្រឯណោះហើយផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ីហ្នឹងទៅដល់ទាហានដែលជាកម្លាំងមួយដើម្បីប្រយុទ្ធនៅក្នុងសមរភូមិនៅក្នុងប្រទេសអ៊ុយក្រែនហើយជាប្រេងដែលផ្គត់ផ្គង់ទៅរោងចក្រចម្រាញ់ប្រេងដល់ទៅ3កន្លែងឯណោះបាទគឺរោងចក្រចម្រាញ់ប្រេងនៅរីយ៉ាហ្សាន់បាទ3កន្លែងនៅក្នុងនោះតំបន់ទីក្រុងមូស្គូផងដែរបាទនេះគឺជាអ្វីដែលសារព័ត៌មាននៅខាងអន្តរជាតិនេះបានរាយការណ៍ហើយចុងបញ្ចប់សារព័ត៌មានបានរាយការណ៍ថាបំពង់ប្រេងនេះគឺមានសមត្ថភាពនៅក្នុងការដឹកជញ្ជូនប្រេងរហូតដល់3លានតោនបាទ3លានតោនសម្រាប់ចាក់យន្តហោះប្រយុទ្ធហើយនឹងប្រេងម៉ាស៊ូតចំនួន2លាន8សែនតោនហើយនឹងហ្គាសចំនួន 1.6 លានតោនផងដែរបាទអញ្ចឹងដូច្នេះមានការប៉ះពាល់យ៉ាងខ្លាំងទៅដល់ប្រតិបត្តិការរបស់រុស្ស៊ីនៅពេលខាងមុខនេះបាទនេះគឺជាព័ត៌មានទាក់ទងជាមួយនឹងប្រទេសអ៊ុយក្រែនណាដែលខ្ញុំរៀបចំឲ្យជូនប្រិយមិត្តទាំងអស់គ្នាបាទបើតាមសេចក្តីរាយការណ៍គឺឲ្យដឹងថាជំនួបកម្ពុជារបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ជាមួយនឹងលោក Vladimir Putin ប្រធានាធិបតីនៃប្រទេសរុស្ស៊ីគឺត្រូវបានផ្អាកសិនហើយនេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Financial Times ហើយអត្ថបទដែលខ្ញុំយកមកចែកនេះគឺអត្ថបទរបស់ Reuters ប៉ុន្តែ Reuters ក៏ថាគាត់មិនអាចផ្ទៀងផ្ទាត់បានទេដោយសារតាក់ទងទៅខាងសេតវិមានក៏មិនទាន់បានឆ្លើយតបដែរបាទហើយប៉ុន្តែតើហេតុអ្វីបានជាមានការផ្អាកការជួបប្រជុំកំពូលរបស់មេដឹកនាំទាំងពីរនេះបើតាមសេចក្តីរាយការណ៍របស់ Financial Times គឺបញ្ជាក់ថាការសម្រេចចិត្តនេះគឺកាត់ឡើងក្រោយពីការសន្ទនាគ្នាតាមទូរស័ព្ទរបស់រដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិកជាមួយនឹងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសរុស្ស៊ីគឺមិនបានបង្ហាញនៅលទ្ធផលល្អនោះទេបាទគឺក្រោយពីខាងទីក្រុងមូស្គូបានផ្ញើលិខិតមួយដែលទាមទារដូចដែលពីមុនអញ្ចឹងឲ្យអ៊ុយក្រែនប្រគល់ដីទៅឲ្យរុស្ស៊ីឲ្យអ៊ុយក្រែនកាត់បន្ថយយោធាឲ្យអ៊ុយក្រែនមិនចូលនៅក្នុងអង្គការអូតង់បាទដើម្បីជាធ្នូនឹងការមកអាចជួបគ្នាដើម្បីចរចាសន្តិភាពក៏ប៉ុន្តែលោកប្រធានាធិបតីត្រាំលោកបានយល់ព្រមស្របគ្នាជាមួយនឹងលោកប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនដែលថាការជប់ច្បាំងគ្នាគឺត្រូវជប់នៅត្រឹមទីតាំងពេលបច្ចុប្បន្នដែលកងទ័ពទាំងពីរកំពុងឈរជើងហើយងាកមកចរចាគ្នាសិនបាទប៉ុន្តែការសន្ទនារវាងរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសទាំងពីរគឺមិនបានដំណើរការល្អដូច្នេះលោក Marco Rubio បាននិយាយប្រាប់លោកប្រធានាធិបតី Donald Trump ថារុស្ស៊ីបើតាមការវិតម្លៃរបស់លោកគឺរុស្ស៊ីហាក់ដូចជាមិនមានចេតនាពិតប្រាកដនៅក្នុងការចរចាដើម្បីបញ្ចប់ចំនួននេះទេបាទដែលធ្វើឲ្យមានការហាមឃាត់ដែលធ្វើឲ្យមានការសម្រេចលុបចោលកិច្ចប្រជុំកំពូលនេះតែម្ដងបាទអញ្ចឹងដោយតែអ្វីដែលប្រិមិត្តបានសួរខ្ញុំកន្លងមកថាហេតុអ្វីបានជាលោក Marco Rubio លោកដូចជាបាទ
មានឥទ្ធិពលខ្លាំងម្ល៉េះបាទអញ្ចឹងគឺលោកម៉ាកូរូប៊ីអូលោកមានឥទ្ធិពលខ្លាំងណាស់ជារដ្ឋមន្ត្រីក្រសួងការបរទេសរបស់លោកប្រធានាធិបតី Donald Trump បាទពេលដែលលោកម៉ាកូមានប្រសាសន៍អីជំរាបទៅលោកប្រធានាធិបតីគឺលោកប្រធានាធិបតីបាទស្ដាប់តាមច្រើនបើតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ CNN បានរាយការណ៍នោះគឺឲ្យដឹងថាមន្ទីរបញ្ញកោណឬក៏ហៅថាក្រសួងសង្គ្រាមរបស់សហរដ្ឋអាមេរិកនៅពេលបច្ចុប្បន្ននេះគឺបានសម្រេចបើតាមលោករដ្ឋមន្ត្រីការពារជាតិនោះគឺបានសម្រេចថាឲ្យលក់មីស៊ីលប្រភេទ Tomahawk ដែលអាចបាញ់បានរយៈចម្ងាយឆ្ងាយនឹងទៅអ៊ុយក្រែនហើយក្នុងគ្រាដែលបើសិនជាមិនប៉ះពាល់ទៅដល់ឃ្លាំងអាវុធរបស់សហរដ្ឋអាមេរិកនោះទេបាទនេះបើតាមការរាយការណ៍របស់ខាងទូរទស្សន៍ CNN ក៏ប៉ុន្តែការសម្រេចចុងក្រោយគឺស្ថិតនៅលើលោកប្រធានាធិបតី Donald Trump ជាអ្នកសម្រេចថាតើត្រូវលក់ឬក៏មិនលក់យ៉ាងណានោះបាទនេះគឺជាការវិវត្តមួយដែលអ៊ុយក្រែនចង់បានជាយូរមកហើយកើតឡើងទន្ទឹមគ្នានៅមានសេចក្តីរាយការណ៍ថារុស្ស៊ីហើយនិងសហរដ្ឋអាមេរិកគឺផ្អាកកិច្ចប្រជុំកំពូលនេះឯងដោយឡែកការវិវត្តនៅលើសមរភូមិមុខវិញបាទនៅក្នុងប្រទេសអ៊ុយក្រែនដោយដែលខ្ញុំបានជម្រាបកាលពីថ្ងៃម្សិលមិញគឺអ៊ុយក្រែនកំពុងតែខិតខំព្យាយាមការពារទីក្រុងយុទ្ធសាស្ត្របាទពុកក្រៅដែលរុស្ស៊ីកំពុងតែរុលទៅមុខយឺតហើយបានទម្លុះខ្សែការពាររបស់អ៊ុយក្រែននៅតំបន់មួយចំនួនហើយបើតាមសេចក្តីរាយការណ៍នៅថ្ងៃនេះឲ្យដឹងថាគឺអ៊ុយក្រែនឥឡូវនេះបញ្ជូនទាហានពិសេសតែម្ដងបាទទាហានឆាត់យងទាហានពិសេសនោះគឺមានការគ្រប់គ្រងពីខាងឧទ្ធម្ភាគចក្រផងដើម្បីជួយទៅទប់ទីក្រុងពុកក្រៅនេះដោយសារតែវាជាទីក្រុងយុទ្ធសាស្ត្រមួយបាទប្រសិនបើរុស្ស៊ីវាយកបានទីក្រុងនេះពិតប្រាកដមែនគឺជាគ្រោះថ្នាក់មួយសម្រាប់ដល់តំបន់ផ្សេងទៀតរបស់ខាងអ៊ុយក្រែនផងដែរអញ្ចឹងហើយអ៊ុយក្រែនឥឡូវនេះគឺប្រើប្រាស់កម្លាំងសិទ្ធិទ័ពពិសេសដើម្បីទៅទប់នៅទីនោះបាទនេះគឺជាព័ត៌មានទី2ដែលខ្ញុំរៀបចំជូនប្រិយមិត្តហើយមកដល់ពេលនេះគឺខ្ញុំសូមឆ្លើយសំណួរបន្តិចដែលប្រិយមិត្តម្សិលមិញគឺបានសួរខ្ញុំថាតើមានអ្វីជាយោបល់ទៅដល់ប្រទេសកម្ពុជាបាទប្រទេសកម្ពុជាដែលខ្ញុំនិយាយថាខ្ញុំជពាក់មួយហើយចាប់ខ្ញុំជូនដំណឹងនៅពេលក្រោយនោះបាទហើយនៅក្នុងអ្វីដែលខ្ញុំត្រៀមនឹងជូនពេលក្រោយនោះគឺមានផ្នែកទៅលើយោធានឹងមួយដែរដែលដោយសារតែជួបរឿងនេះហើយបានខ្ញុំនឹកឃើញក៏ខ្ញុំជម្រាបមួយចំណុចមុនទៅហើយទៅគឺអ្វីដែលកម្ពុជាគួរតែបដោតហ្នឹងគឺខ្ញុំសូមដកស្រង់ប្រសាសន៍របស់លោក Robert Gates លោកជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់លោក George Bush បាទ George Bush ហើយគាត់បានបន្តមកកាន់ដល់រដ្ឋបាលរបស់លោក Barack Obama ទៀតបាទគាត់បានន័យថាគាត់ជាគណៈបក្សសាធារណរដ្ឋប៉ុន្តែគាត់កាន់បន្តចូលមកអាណត្តិលោក Obama ដូចជាបាន2ឆ្នាំមុនពេលដែលលោក Obama ដាក់អ្នកថ្មីមកជំនួសរបស់គាត់ហ្នឹងហើយអ្វីដែលខ្ញុំចាំបានតាំងពីអាណត្តិទី1របស់លោក Obama ហ្នឹងគឺគាត់ប្រើពេលដែលគាត់ចប់ហ្នឹងគាត់និយាយមក clear ដែលខ្ញុំចាំជារៀងរហូតគាត់ថាអ្នកណាក៏ដោយមេបញ្ជាការក៏ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិក៏ដោយដែលផ្ដល់យោបល់ឲ្យលោកប្រធានាធិបតីឲ្យពង្រឹងកម្លាំងទ័ពតាមរបៀបបុរាណគឺមានន័យថាបង្កើនចំនួនមនុស្សនោះឬក៏ចំនួនតែសព្វាវុធឲ្យច្រើននោះគួរតែយកខួរក្បាលទៅ scan មើលទៅបើតាមទ្រឹស្ដីរបស់លោក Robert Gates គាត់ថាយោធារបស់សហរដ្ឋអាមេរិកនៅក្នុងយុគសម័យថ្មីនេះត្រូវតែដោតទៅលើកងកម្លាំង Agile Mobile Force គាត់ប្រាប់ថាកម្លាំងដែលតូចហើយអាចចល័តបានរហ័សហើយនឹងការផ្ដោតទៅលើបច្ចេកវិទ្យាបាទអញ្ចឹងហើយឃើញឥឡូវនេះសង្គ្រាមនៅពេលគឺតាំងពីជំនាន់លោកអូបាម៉ាគឺ2008 2010ម្លេះណាបាទ2010ម្លេះដែលខ្ញុំដឹងពីទ្រឹស្ដីរបស់គាត់ហ្នឹងអញ្ចឹងខ្ញុំថាអ្វីដែលគួរតែផ្ដោតនៅពេលខាងមុខហ្នឹងគឺខ្ញុំថាខ្ញុំយល់ស្របអ្វីដែលលោក Robert Gates និយាយហ្នឹងគឺឥឡូវយើងឆ្លងតាមរយៈសង្គ្រាមនៅអ៊ុយក្រែនអីហ្នឹងគឺឥឡូវសហរដ្ឋអាមេរិកក៏ផ្ដោតទៅលើបញ្ហាហ្នឹងមែនគឺទៅលើ drone ឬអីហ្នឹងអញ្ចឹងបច្ចេកវិទ្យាសម័យទំនើបថ្មីហ្នឹងគឺយោធានៃប្រទេសនីមួយៗត្រូវតែសម្របខ្លួនទៅតាមការវិវត្តហ្នឹងគឺมันអាចនឹងប្រើតាមរបៀបបុរាណដែលបង្កើនចំនួនបង្កើនអាវុធធ្ងន់ៗទេគឺត្រូវប្រើកម្លាំងដែលពិសេស
ដែលមានបច្ចេកវិទ្យាទំនើបអានេះខ្ញុំគ្រាន់តែជូនមួយដែលខ្ញុំថាខ្ញុំមានជា package ដែលខ្ញុំនិយាយពេលចប់កម្មវិធីចែករំលែកព័ត៌មានពីរឿងថៃនិងកម្ពុជាហ្នឹងប្រិមិត្តសួរថាតើមានអ្វីជាឲ្យយោបល់អញ្ចឹងទៅលើផ្នែកយោធាហ្នឹងគឺខ្ញុំមានមួយចំណុចហ្នឹងដែរហើយមានចំណុចច្រើនទៀតក៏ប៉ុន្តែក៏មិនមែនតែផ្នែកយោធាតែមួយមុខដែរទៅលើផ្នែកធនធានមនុស្សទៅលើផ្នែកសេដ្ឋកិច្ចហ្នឹងដែលខ្ញុំបានរៀបចំជាកញ្ចប់មួយបាទក៏ដូរប៉ុន្តែមិនមែនអ្វីដែលខ្ញុំនិយាយនឹងត្រូវទេខ្ញុំដកស្រង់ពីអ្វីដែលអ្នកជំនាញនិយាយដូចអ្វីដែលខ្ញុំនិយាយមុននេះហ្នឹងគឺមិនមែនជាគំនិតខ្ញុំទេបាទគំនិតរបស់លោករដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិកលោក Robert Gates ជូន credit ទៅគាត់ហើយគាត់បានលើកពាក្យនឹងឡើងតាំងពីឆ្នាំ2010ម្លេះហើយខ្ញុំចាំរហូតមកហើយខ្ញុំយល់ថាត្រឹមត្រូវស្របតាមស្ថានភាពនាពេលបច្ចុប្បន្នរបស់ពិភពលោកនេះបាទហ្នឹងគឺចំណុចមួយណាបាទតិចថាខ្ញុំបកកែទៅមិនមែនខ្ញុំស្ដាប់តែគេឲ្យខ្ញុំចាំតែប៉ុណ្ណឹងអញ្ចឹងហើយបើខ្ញុំឲ្យប្រិមិត្តរៀនអានឲ្យច្រើនដើម្បីដឹងរឿងច្រើនបាទឥឡូវនេះគឺមានរឿងមួយទៀតដែលជាការសិក្សាស្រាវជ្រាវឲ្យបានយល់មិនមែនជាព័ត៌មានក្តៅទេគឺជាទស្សនៈនៃចំណេះដឹងបន្ថែមទៀតពីព្រោះប្រហែលថ្ងៃមុនលោកប្រធានាធិបតី Donald Trump លោកប្រកាសថាលោកសហរដ្ឋអាមេរិកនឹងធ្វើតេស្តអាវុធនុយក្លេអ៊ែរឡើងវិញបាទគឺมันបានតេស្តសាកល្បងហ្នឹងតាំងពីឆ្នាំ1992មកដូច្នេះនៅពេលដែលសហរដ្ឋអាមេរិកធ្វើតេស្តនុយក្លេអ៊ែរអញ្ចឹងតើមានអត្ថន័យយ៉ាងម៉េចហើយតើការធ្វើតេស្តនឹងយ៉ាងម៉េចបើអញ្ចឹងខ្ញុំសូមជូនអត្ថបទស្រាវជ្រាវមួយរបស់ខាងរបស់ខាងសារព័ត៌មានវិទ្យុ NPR បាទ NPR គាត់បានចងក្រងអត្ថបទនេះដែលខ្ញុំចែករំលែកជាចំណេះដឹងដល់ប្រិយមិត្តផងដែរអញ្ចឹងគឺបើតាម NPR ឲ្យដឹងថានៅពេលដែលសហរដ្ឋអាមេរិកធ្វើតេស្តនុយក្លេអ៊ែរអញ្ចឹងអ្នកណាចំណេញបើតាមអ្នកជំនាញគាត់ថាគឺអ្នកដែលចំណេញនោះគឺប្រទេសដែលជាសត្រូវរបស់សហរដ្ឋអាមេរិកទេពីព្រោះអីប្រទេសទាំងអស់នោះអាចនឹងយកលេសហ្នឹងទៅធ្វើតេស្តនុយក្លេអ៊ែររបស់ពួកគេដែលហាមឃាត់ដែលពួកគេខ្លាចរអាជាយូរមកហើយអញ្ចឹងដូច្នេះគឺគេនឹងមើលថាតើនៅពេលដែលសហរដ្ឋអាមេរិកធ្វើតេស្តតើនឹងមានរឿងអ្វីកើតឡើងក៏ប៉ុន្តែតើការធ្វើតេស្តនេះវាងាយស្រួលទេបាទបើតាមអ្នកជំនាញគឺសម្រាប់សហរដ្ឋអាមេរិកគឺមានកន្លែងតែមួយទេដែលអាចធ្វើតេស្តអាវុធនុយក្លេអ៊ែររបស់ខ្លួនបាននោះគឺកន្លែងនោះគឺនៅខាងទីក្រុងនៅជិតកន្លែងអាមេរិកយោធាអាមេរិកមួយនៅជិតទីក្រុង Las Vegas នៅក្នុងរដ្ឋ Nevada នឹងគឺគេហៅថាការិយាល័យសន្តិសុខជាតិ Nevada ដែលមានចម្ងាយប្រមាណជា100គីឡូម៉ែត្រដែលនៅភាគខាងពីយប់នៃទីក្រុង Las Vegas ហើយគឺកន្លែងហ្នឹងឯងជាកន្លែងមួយដែលស័ក្តិសមសម្រាប់ការធ្វើតេស្តនុយក្លេអ៊ែរបាទអញ្ចឹងគឺសហរដ្ឋអាមេរិកអាចប្រើប្រាស់កន្លែងហ្នឹងបានបាទនេះគឺជារូបភាពដែលបង្ហាញពីទីតាំងនោះដែលអាចនឹងធ្វើតេស្តអញ្ចឹងខ្ញុំដាក់ចេញមកជូនប្រិមិត្តដើម្បីឲ្យបានឃើញណាបាទនេះបើតាមការរាយការណ៍របស់ NPR ហើយបើតាមការដឹងគឺកន្លែងហ្នឹងគឺមានទំហំធំណាស់មាន1300 square mile ឯណោះបាទហើយគឺបានន័យថាវាធំជាងរដ្ឋ Rhode Island មួយទៅទៀតបាទហើយកន្លែងហ្នឹងគេប្រើប្រាស់តាំងពីឆ្នាំ1900ទសវត្សរ៍1950មកដើម្បីឲ្យអ្នកវិទ្យាសាស្ត្រហ្នឹងធ្វើតេស្តនុយក្លេអ៊ែរហើយគឺជាការធ្វើតេស្តមួយដែល underground ទេនៅកន្លែងការដ្ឋានក្រោមដីទេណាបាទកន្លែងហ្នឹងគឺគេមានរៀបចំជាកន្លែងស្មុគស្មាញមកហើយគេជីកឲ្យបានជ្រៅដើម្បីធ្វើតេស្តនៅខាងក្នុងហ្នឹងគឺមានភ្នំអញ្ចឹងគេត្រូវធ្វើសំទោសយ៉ាងណាធ្វើជាបន្ទុកមួយដែលដាក់បិទឲ្យចិត្តដើម្បីកុំឲ្យជាតិវត្ថុសកម្មហ្នឹងវាចេញមកវិញទេបាទពីព្រោះកន្លែងនោះវាមានថ្មមានអីចឹងដូច្នេះការប្រឈមមុខគ្រោះថ្នាក់ដែលផ្សាយភាពពីជាតិវត្ថុសកម្មនុយក្លេអ៊ែរហ្នឹងវាមានតិចបើយើងធៀបជាមួយនឹងការធ្វើតេស្តនៅខាងក្រៅបើខាងតេស្តនៅខាងក្រៅគឺវាអាចមានគ្រោះថ្នាក់ផងដែរបាទហើយគឺកន្លែងនេះគឺអាមេរិកធ្លាប់ធ្វើតេស្តតាំងពីយូរមកហើយដែរបាទជាពិសេសនៅក្នុងអំឡុងពេលសង្គ្រាមគឺខាងសហរដ្ឋអាមេរិកក៏ធ្លាប់មានធ្វើតេស្តខាងសូវៀតនោះអតីតសហភាពសូវៀតនោះគឺក៏មានតេស្តចិន
ក៏មានតែដែរចុងក្រោយនេះគឺតេស្តរបស់សហរដ្ឋអាមេរិកគឺនៅឆ្នាំ1992ហើយខាងចិនធ្វើតេស្តនៅឆ្នាំ1996បាទហើយនេះគឺជាកិច្ចខិតខំប្រឹងប្រែងមួយដែលសហរដ្ឋអាមេរិកខិតខំធ្វើយ៉ាងណាដើម្បីឲ្យមានតុល្យភាពគ្នាពីព្រោះអីបើសិនជាតាមការឲ្យដឹងគឺលោកប្រធានាធិបតី Donald Trump គាត់បានបង្ហាញថាសហខាងរុស្ស៊ីប្រហែលថ្ងៃមុនហ្នឹងបាទធ្វើតេស្តគ្រាប់មីស៊ីលដែលអាចមានលទ្ធភាពផ្ទុកនុយក្លេអ៊ែរហើយថែមទាំងតេស្តគ្រាប់មីស៊ីលដែលនៅក្រោមទឹកដែលមានលទ្ធភាពផ្ទុកនុយក្លេអ៊ែរដែលអាចបំផ្លាញតាមឆ្នេរសមុទ្រផងដែរបាទដូច្នេះនេះគឺជារឿងមួយដែលខាងលោក Donald Trump គាត់ថានឹងត្រូវធ្វើតេស្តដែរក៏ប៉ុន្តែវាមានខុសប្លែកគ្នារវាងការដែលធ្វើតេស្តដោយមីស៊ីលដែលអាចផ្ទុកនុយក្លេអ៊ែរពីព្រោះនោះគ្រាន់តែជាមីស៊ីលធម្មតាតែសហរដ្ឋអាមេរិកធ្វើតេស្តពេលនេះគឺនឹងធ្វើតេស្តដោយអាវុធនុយក្លេអ៊ែរតែម្ដងគ្រាប់នុយក្លេអ៊ែរតែម្ដងហើយនេះគឺជារូបដែលខាងបញ្ជុ NPR បានចូលទៅដល់កន្លែងបន្ទប់ដែលគេធ្វើតេស្តហ្នឹងដែលគេរៀបចំហ្នឹងកាលពីឆ្នាំមុនហើយក៏ថតមកចែករំលែកហើយបាននិយាយជាមួយនឹងអ្នកវិទ្យាសាស្ត្រនៅទីនោះក៏ប៉ុន្តែតើការធ្វើតេស្តហ្នឹងគឺគ្រាន់តែចង់បានអាទិត្យហ្នឹងតើអាចធ្វើតេស្តបានយ៉ាងណាគឺបើតាមអ្នកវិទ្យាសាស្ត្រដែលប្រាប់ NPR ហ្នឹងគឺថាអូការត្រៀមរៀបចំហ្នឹងគឺរឿងជារឿងធំមិនមែនធ្វើភ្លាមៗបានទេគឺគាត់ថាគាត់តែអាចរៀបចំហ្នឹងគឺរយៈពេលយ៉ាងតិចគឺ8ដល់10ខែណាដើម្បីរៀបចំមូលដ្ឋានគ្រឹះសម្រាប់ធ្វើតេស្តហើយការដែលអាចធ្វើតេស្តពិតប្រាកដនោះបាទគឺក្រោយពីធ្វើតេស្តហើយហ្នឹងចំណាយពេលរាប់ឆ្នាំហើយនោះតម្រាំប្រមូលទិន្នន័យបានថាតើការធ្វើតេស្តសាកល្បងរបស់ខ្លួនហ្នឹងគឺពិតជាមានប្រសិទ្ធភាពឬក៏មិនមានប្រសិទ្ធភាពបាទអញ្ចឹងគឺគេធ្វើតេស្តហ្នឹងទៅចំណាយពេលច្រើនណាស់បាទអញ្ចឹងវាមិនមែនជារឿងមួយដែលគេអាចធ្វើលេងបានទេពីព្រោះអីការដែលធ្វើតេស្តហ្នឹងគឺវាពាក់ព័ន្ធជាមួយនឹងការផ្សាយភាពបច្ចុប្បន្នកម្មគ្រោះថ្នាក់អីកាត់ឡើងនឹងច្រើនអញ្ចឹងដូច្នេះគឺសហរដ្ឋអាមេរិកត្រូវតែមានការប្រយ័ត្នប្រយែងកន្លែងហ្នឹងហើយត្រូវតែរៀបចំឲ្យបានត្រឹមត្រូវហើយបើតាមអ្នកជំនាញហ្នឹងគឺបានឲ្យដឹងថាការដែលពេលបច្ចុប្បន្ននេះតាំងពីឆ្នាំ92មកដែលអាមេរិកអាចបានធ្វើតេស្តនុយក្លេអ៊ែរហ្នឹងគឺប៉ុន្តែអាមេរិកមានគ្រាប់នុយក្លេអ៊ែរណាតើគេធ្វើយ៉ាងម៉េចដើម្បីឲ្យដឹងថាតើគ្រាប់នុយក្លេអ៊ែរហ្នឹងនៅតែមានប្រសិទ្ធភាពដោយមិនបាច់យកទៅបាក់ដោយមិនបានយកទៅបាញ់ហ្នឹងគឺគេប្រើរបៀប simulation គេជារូបភាពប្រយោលដើម្បីចង់ដឹងថាតើនៅមានប្រសិទ្ធភាពយ៉ាងម៉េចជាការវិតម្លៃតាមកុំព្យូទ័រទេអញ្ចឹងការធ្វើតេស្តរបស់សហរដ្ឋអាមេរិកនាពេលបច្ចុប្បន្នគឺតេស្តតាមកុំព្យូទ័រទេដើម្បីចង់ដឹងថាអូឥឡូវនេះកម្រិតវានៅប៉ុណ្ណាតើវាអាចនៅដំណើរការយ៉ាងម៉េចបានហើយគេសន្និដ្ឋានថានុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកនៅដែរប៉ុន្តែក្រោយពីការសម្រេចចិត្តរបស់លោកប្រធានាធិបតីនៅសប្តាហ៍នេះថានឹងធ្វើតេស្តនុយក្លេអ៊ែរនោះគឺចង់មិនចង់សហរដ្ឋអាមេរិកត្រូវតែត្រៀមបាទអញ្ចឹងរយៈពេល2ឆ្នាំទៅមុខទៀតនោះបាទ8ដល់10ខែក្នុងការរៀបចំហ្នឹងបាទអាចធ្វើតេស្តបានបាទនេះគឺជាអ្វីដែលខ្ញុំរៀបចំសម្រាប់ជូនប្រិយមិត្តទាំងអស់គ្នាអញ្ចឹងយើងមើលតើជាការបញ្ចប់នៅក្នុងអត្ថបទហ្នឹងគឺសន្និដ្ឋានថាការធ្វើតេស្តនុយក្លេអ៊ែរមិនមែនជារឿងមួយសាមញ្ញទេពីព្រោះជារឿងមួយដែលអាចនឹងប៉ះពាល់ទៅដល់ពិភពលោកហើយប្រទេសមួយចំនួនទៀតកំពុងតែរងចាំមើលសហរដ្ឋអាមេរិកដែលធ្វើតេស្តនេះទៅអាចនឹងបាទធ្វើតាមក្រោយផងដែរបាទអញ្ចឹងសូមអរគុណណាអរគុណមានតែព័ត៌មានប៉ុណ្ណឹងដែលខ្ញុំជម្រាបជូនហើយខ្ញុំថាធ្វើអត្ថបទមួយរបស់មិនមែន the diplomatic the foreign affairs foreign policy បាទគាត់ចេញមកហើយខ្ញុំអត់មានពេលធ្វើទាន់ដោយសាររវល់អញ្ចឹងបាទចាប់ខាងព័ត៌មានចាប់ប៉ុណ្ណេះហើយអញ្ចឹងខ្ញុំសូមទទួលសំណួរឆ្លើយសំណួរមួយពីរដើម្បីជាការចែករំលែកចំណេះដឹងដល់ប្រិយមិត្តផងដែរបាទឥឡូវនេះសូមទទួលសំណួរលោកធីមនីហាក់គាត់ថាបើអាមេរិកធ្វើអ្នកផ្សេងយកលេសធ្វើតាមវាអាចទៅទេបងបាទហ្នឹងហើយនឹងដែលជាអ្វីដែលខ្ញុំនិយាយចំក្រោយនេះហ្នឹងគឺអ្នកជំនាញគឺគេព្រួយបារម្ភចឹងថានៅពេលអាមេរិកធ្វើតេស្តគឺប្រទេសផ្សេងទៀតក៏គេមានលេសនឹងធ្វើតេស្តដែលអាចនឹងឈានទៅដល់ការរីកសាយអាវុធនុយក្លេអ៊ែរផងដែរជាការមួយដែលរត់បណ្ដាំងសភាវុធឡើងវិញហើយ
អញ្ចឹងដូច្នេះហើយបានជារឿងតេស្តនុយក្លេអ៊ែរហ្នឹងគេមិនធ្វើងាយទេគេតេស្តតែអាវុធណាដែលអាចផ្ទុកសារធាតុនុយក្លេអ៊ែរតែប៉ុណ្ណោះដោយរុស្ស៊ីធ្វើពីថ្ងៃអាទិត្យកន្លងមកហើយថ្ងៃពុធកន្លងទៅនេះបាទគឺសុទ្ធតែជាអាវុធដែលអាចផ្ទុកសារធាតុនុយក្លេអ៊ែរវាខុសគ្នាពីតេស្តនុយក្លេអ៊ែរនេះបើតាមអត្ថបទណាខ្ញុំមិនមែនជំនាញកន្លែងនេះតិចសួរថាកំសែងគាត់ជំនាញគ្រប់រឿងបើយោងតាមអត្ថបទទេបាទគឺអញ្ចឹងបាទអញ្ចឹងគេមានការព្រួយបារម្ភណាបាទអញ្ចឹងបាទប៊ុនហៀងប៊ុនហៀងសរសេរលឿនពេករបូតដៃមកអញ្ចឹងសេម្ដងទៀតប៊ុនហៀងលោកប៊ុនហៀងបាទធាមនីបងជាយោបល់បងរឿងពន្ធលើប្រាក់ចំណេញ 20% បងបានអានទេហើយយល់ថាមិនដែរពេលវេលាសមស្របទេរឿងពន្ធលើប្រាក់ចំណេញ 20% បងបានអានទេនៅខ្មែរឬក៏នៅអាមេរិកហើយជាខ្ញុំច្រឡោះរឿងហ្នឹងណាអាចសរសេរច្បាស់ទេលោកមនីបើសិនជានៅខ្មែរខ្ញុំអត់ដឹងទេណាបាទបើនៅអាមេរិកគឺច្បាប់លោកត្រាំហ្នឹងគឺយកពីលើ Facebook ធ្វើអីអ្នកជំនាញចំណូលច្រើនហ្នឹងគឺច្រើនជាងហ្នឹងទៀតណាច្រើនជាង 20% ហ្នឹងបាទមានPhun Pan, good morning from Cambodia, Bong. I've been listening to your podcast and I really like your professionalism. Ba, akunច្រើនបាទ Okay អត់មានទេណាលោកមនីអាចសរសេរម្ដងទៀតបានទេសັບកៃបាទលោកពូតាបន្តពីអាមេរិកដកបំរាមលក់អាវុធឲ្យកម្ពុជាយើងតែយើងអាចទិញអាវុធពីអាមេរិកប្រភេទណាខ្លះបើយើងមានលុយតើយើងអាចទិញយន្តហោះចម្បាំង F16 បានដែរឬទេអាវុធទិញបានប៉ុន្តែវាមានប្រភេទវាកំណត់ឃើញទេយើងមើលតែរឿងអ៊ុយក្រែនសុំទិញអា Tomahawk គឺអាមេរិកអត់ទាន់លក់ឲ្យទេខ្ញុំអត់ដឹងថាលក្ខខណ្ឌចុងក្រោយនេះF16 គេមានការផ្លាស់ប្ដូរមិនទេព្រោះនៅអាមេរិក F16 អាមេរិកឡើងប្រើហើយឡើងផលិតហើយអញ្ចឹងណាអ្វីដែលមានគឺនៅក្នុង stock ហើយនឹងលក់ទៅខាងក្រៅទេប៉ុន្តែលក្ខខណ្ឌក្នុងពេលអតីតកាលកន្លងមកការដែលមានលុយទិញ F16 មិនមែនចេះតែមានលុយទិញបានទេអញ្ចឹងហើយបានជាខ្ញុំធ្លាប់បញ្យល់ប្រិមិត្តឲ្យយល់តាំងពីពេលដែលសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនភ្លាមហ្នឹងពេលហ្នឹងមានព័ត៌មានคล้ายច្រើនដែលចេញដោយខាងរុស្ស៊ីដោយខាងចិននិយាយបង្ខូចសហរដ្ឋអាមេរិកដែលថាអាមេរិកមាន lab មន្ទីរពិសោធន៍អាវុធជីវសាស្ត្រអីនៅអ៊ុយក្រែនអីហ្នឹងបានជារុស្ស៊ីទៅវាយពេលហ្នឹងហើយនៅស្រុកខ្មែរហ្នឹងគឺមានផ្សាយព័ត៌មានคล้ายហ្នឹងច្រើនណាស់ប្រិយមិត្តនៅចាំពេលហ្នឹងខ្ញុំក៏ចាប់ដើមពេលហ្នឹងមកខ្ញុំចូលមកធ្វើចែករំលែកតាម Facebook ដែរពេលហ្នឹងដើម្បីពន្យល់ពេលហ្នឹងខ្ញុំក៏ពន្យល់ដែរគាត់ថាអាវុធមួយចំនួនមិនមែនមានលុយអាចទិញបានកិច្ចសហប្រតិបត្តិការមួយចំនួនមិនមែនចេះតែសហប្រតិបត្តិការអាមេរិកធ្វើជាមួយបានទេបើតាមលក្ខខណ្ឌរបស់ F16 ហ្នឹងពីព្រោះ F16 ការទិញ F16 មិនមែនទិញតែយន្តហោះទេគឺទិញទាំងបច្ចេកវិទ្យាទាំងការថែរក្សាអញ្ចឹងគឺតតែសហរដ្ឋអាមេរិកចាត់ទុកសម្ព័ន្ធមិត្តនឹងជិតស្និទ្ធតែនៅក្នុងលក្ខខណ្ឌកន្លងមកណាគឺសម្ព័ន្ធមិត្តជិតស្និទ្ធដែលរបស់សហរដ្ឋអាមេរិកបានអាមេរិកលក់នឹងឲ្យហើយពីព្រោះទៅtransfer technology transfer knowledge តែម្ដងសម្រាប់ការថែទាំការបើកបយហ្នឹងអញ្ចឹងដូច្នេះអាចនឹងឲ្យដឹងបើសិនជាអ្នកហ្នឹងមិនមែនជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកអាចនឹងយកមិនគោរពតាមលក្ខខណ្ឌហ្នឹងទៅអាមេរិកមិនលក់ឲ្យទេអញ្ចឹងគឺមានលក្ខខណ្ឌគេតម្រូវអញ្ចឹងណាបាទហ្នឹងគឺដូចជានៅថៃគាត់ជាសម្ព័ន្ធមិត្តអាមេរិកយូរហើយមានសន្ធិសញ្ញាទៀតអញ្ចឹងដូច្នេះសហរដ្ឋអាមេរិកគេទុកចិត្តបានគេទិញមកពីព្រោះអីដើម្បីលក់អាវុធមួយចំនួនគឺត្រូវឲ្យសភាអនុម័តផងដែរបាទបានព្រួយសភាគេពិនិត្យមើលអស់ហើយពីលក្ខណៈយ៉ាងម៉េចលក្ខណៈការគោរពសិទ្ធិមនុស្សការលទ្ធិប្រជាធិបតេយ្យមិនគេមើលទាំងអស់តើលក្ខខណ្ឌម៉េចបើដាក់អានឹងឲ្យលក្ខខណ្ឌទៅឯកភាពមួយគេមិនមានច្រើនណាស់បាទមិនមែនទិញស្រួលទេមានអាវុធមួយចំនួនដែលអាចទិញស្រួលដោយមានលក្ខខណ្ឌតិចតួចអាហ្នឹងដូច្នេះយើងត្រូវគិតពិចារណាលើចំណុចនេះផងដែរមិនមែនមានន័យថាអាមេរិកបើកអនុញ្ញាតឲ្យកម្ពុជាទិញអាវុធបានគឺយើងទៅទិញមកភ្លាមបានគ្រប់បែបយ៉ាងទេឬក៏
កម្ពុជាគាត់ក៏មិនចង់មកទិញភ្លាមនោះដែរកម្ពុជាគាត់អាចមានទីផ្សារកន្លែងណាដែលតម្រូវការលក្ខខណ្ឌហ្នឹងមិនទៅធ្ងន់ធ្ងរអីដោយសហរដ្ឋអាមេរិកផងដែរអញ្ចឹងណាសូម្បីតែថៃហ្នឹងក៏ងាកទៅទិញអាវុធពីចិនដែរប្រទេសប៉ាគីស្ថានហ្នឹងក៏ទៅទិញអាវុធពីចិនដែរអញ្ចឹងគឺមានរឿងច្រើនណាមានរឿងច្រើនប៉ុន្តែគ្រាន់តែអ្វីដែលជាល្អដែលខ្ញុំរំភើបនោះគឺវាជា good gesture ជាគេថាកាយវិការល្អដែលថាទំនាក់ទំនងរវាងប្រទេសទាំងពីរហ្នឹងវាឈានមកប្រកបដោយភាពនឹងកាន់តែល្អជាមួយគ្នាដោយគ្មានការដាក់លក្ខខណ្ឌណានៅពីលើបន្ថែមនឹងទៅជារឿងសៅម៉ងទៀតទេវាអញ្ចឹងណាដែលនៃនិមិត្តរូបដំបូងគឺវាអញ្ចឹងបាទអរគុណសាគីដែលបានសួរសំណួរហ្នឹងបាទទីមនីពន្ធ 20% លើអចលនទ្រព្យនៅឆ្នាំ2000តើបងនៅស្រុកយើងគណៈសកម្មភាពធ្វើដីធ្លីនៅស្ងាត់អូរឿងនៅស្រុកខ្មែរហ៎ស្រុកខ្មែរខ្ញុំអត់ដឹងទេលោកមនីខ្ញុំអត់ដឹងទេអត់បានតាមដានទេណាអត់បានតាមដានទេបាទពន្ធលើអចលនទ្រព្យបាទមាសមុំបងចូលចិត្តស្ដាប់បងប្អូននិយាយណាព្រោះបងនិយាយល្អហើយបងមានកិត្តិយសបាទអរគុណបងបាទអរគុណមាសមុំបើជានារីឬក៏បរិសុទ្ធខ្ញុំអរគុណបងប្រុសឬក៏បងស្រីបាទសូមអរគុណច្រើនបងធីមនីក៏ថាការយកពន្ធច្បាស់លាស់ដើម្បីឲ្យចំណូលជាតិគឺល្អតែគួរតែចាំពេលរឿងដីធ្លីល្អវិញឬយ៉ាងណាតាមយោបល់របស់បងប្រុសបើនិយាយជាទូទៅខ្ញុំអាចនិយាយបានបើនិយាយទូទៅគឺខ្ញុំយល់ស្របណាការយកពន្ធហ្នឹងគឺវាជារឿងមួយដែលល្អហើយសម្រាប់ទៅចំណូលរដ្ឋណាពីព្រោះអីរដ្ឋដែលអាចដំណើរការបានវាទៅការពន្ធហ្នឹងហើយណាពន្ធនៅអាមេរិកនេះក៏គេយកពន្ធដែរប៉ុន្តែស្ថានភាពនៅអាមេរិកនេះវាខុសពីនៅខ្មែរនៅអាមេរិកនេះទីផ្សារវាមានលក្ខណៈលំនឹងអញ្ចឹងគឺគេអត់មានបញ្ហាទេនៅខ្មែរខ្ញុំថាការគិតគូរដល់កន្លែងហ្នឹងវាជារឿងមួយល្អដែរខ្ញុំយល់ស្របណាតែខាងរដ្ឋាភិបាលគាត់មានបារ៉ែមគាត់នៅក្នុងការវាស់ស្ទង់ថាវាលើមកដល់កម្រិតនេះយើងអាចយកមិនខ្ញុំមិនបានសិក្សាស៊ីជម្រៅទៅលើកន្លែងហ្នឹងណាខ្ញុំមិនអាចនិយាយបានទេបាទព្រោះខ្ញុំមិនចង់ឲ្យនិយាយទៅជាទស្សនៈទូទៅដែលអត់មានលក្ខណៈវិទ្យាសាស្ត្រនៅក្នុងហ្នឹងទេបើគាត់ថាទស្សនៈទូទៅរបស់ខ្ញុំគឺដូចខ្ញុំនិយាយមិញហ្នឹងចឹងគឺបាទលឹមគឹមសាងក៏ជួយចុះបើថៃប្រើ F16 វាប្រហាកម្ពុជាខុសលក្ខខណ្ឌដែរទេបងបាទនេះសំណួរហ្នឹងគេសួរច្រើនបាទគេសួរច្រើនបាទពីព្រោះអាវុធអាមេរិកគឺសម្រាប់defense ទេសម្រាប់ការពារណាអញ្ចឹងប្រហែលជាថៃគាត់ប្រើ less justification ការបញ្យល់របស់គាត់គឺគាត់ការពារខ្លួនបាទការពារខ្លួនបាទដែលយើងអញ្ចឹងហើយបានខ្ញុំនិយាយទៅខ្ញុំមិនមែនជាការលើកសូត្រតាមអ្វីដែលថ្នាក់ដឹកនាំកម្ពុជាទេដូចខ្ញុំស្ដាប់ភាសារបស់លោកហ៊ុនសែនលោកមានភាសាគឺខ្ញុំយល់ស្របកន្លែងហ្នឹងលោកថាយើងចោតសៀមថាចូលឈានពានយើងសៀមក៏ចោតយើងថាឈានពានគេដល់អញ្ចឹងតែយើងទៅប្តឹងអ្នកណាអ្នកប្តឹងឥឡូវហ្នឹងវាអញ្ចឹងណាគាត់និយាយចំណុចហ្នឹងខ្ញុំយល់ស្របពីព្រោះឥឡូវហ្នឹងគឺបើសិនជាក្នុងករណីដែលយើងអាចបង្ហាញថាសៀមឈានពានយើងអាហ្នឹងខុសហើយណាមកប្រើដើម្បីឈានពានប្រទេសមួយដល់ពេលសៀមគេឲ្យហេតុផលថាគេប្រើដើម្បីការពារទីគេចោទយើងឈានពានយើងដាក់អាវុធដាក់អីទៅអញ្ចឹងអាហ្នឹងជារឿងមួយដែលត្រូវបង្ហាញគ្នាអញ្ចឹងហើយបានតែបើរឿងទៅតុលាការសូម្បីតែរឿងសាមញ្ញគឺជួគ្នាពេលហ្នឹងត្រូវនិយាយអ្នកណាជាអ្នកល្មើសអ្នកណាជាអ្នក self defense ហើយពេលហ្នឹងខ្ញុំគាត់ទៅលើកឧទាហរណ៍សាមញ្ញមួយចុះសាមញ្ញមួយដែលខ្ញុំដឹងច្បាស់ហ្នឹងដឹងច្បាស់គឺសិទ្ធិនៃការប្រើអាវុធនៅសហរដ្ឋអាមេរិកដែលខ្ញុំខ្លួនឯងហ្នឹងខ្ញុំក៏មាន license ប្រើហើយក៏មានរបស់ប្រើដែរគឺពេលដែលយើងឡើងតុលាការបាទគ្រូបរិញ្ញាបត្រគ្រូបរិញ្ញាបត្រឲ្យយើងដឹងបាទមេធាវីក៏ប្រាប់យើងដែរថាគឺរឿងវាសំខាន់នៅលើ justification នៃការឲ្យហេតុផលអំណះអំណាងថាយើងប្រើហ្នឹងគឺក្នុងន័យ self defense បើកាលណាយើង self defense គឺការពារខ្លួនអាហ្នឹងយើងរួចខ្លួនអត់ចូលគុកជាប់ច្បាប់ទេបាទគេអាចប្តឹងយើងតែរឿងបទរដ្ឋសំណងរដ្ឋប្រវេណីទេរឿងព្រំប្រទានគឺអត់ជាប់គុកជាប់ច្បាប់ទេអញ្ចឹងវាសំខាន់នៅក្នុងការផ្ដល់ហេតុផលនៅក្នុងតើយើងពិតជាប្រើរបស់ហ្នឹងដើម្បីការពារខ្លួនអញ្ចឹងរឿងនេះបើសិនជាខ្មែរយើងអាចនឹងបន្តអាចនឹងរកហេតុផលអីយ៉ាងម៉េចប្តឹងតវ៉ានៅពេលក្រោយប៉ុន្តែត្រូវរកហេតុផលណាឲ្យច្បាស់ថា
ថៃរំលោភយើងអាហ្នឹងយើងអាចតបបានបើសិនជាក្នុងករណីហ្នឹងគឺខុសបាទណានឹងលក្ខខណ្ឌរបស់អាមេរិកហ្នឹងគឺ self defense បាទហើយតែក្នុងលក្ខខណ្ឌអ្វីមួយទៀតដូចការឲ្យ head poll របស់ខាងស៊ុយអែតគាត់ថាថៃជាប្រទេសគោរពលទ្ធិជាតិធិបតេយ្យគ្រប់តាមច្បាប់ដូច្នេះថៃអាចនឹងមានសិទ្ធិទិញអីចឹងទៀតបាទរឿងចឹងប៉ុន្តែឆ្លើយឲ្យខ្លីជាមួយលោកកឹមសាងមានគេសួរខ្ញុំច្រើនណាប៉ុន្តែខ្ញុំមិនដែលបានឆ្លើយគឺឥឡូវនេះសូមឆ្លើយចឹងតែម្ដងបាទ head poll សំខាន់ justification គឺការផ្ដល់ head poll ថាតើថៃប្រើក្នុងលក្ខណៈរំលោភយើងយ៉ាងម៉េចជួនកាលយើង with naked eye ដោយភ្នែកធម្មតាយើងថាថៃពិតជារំលោភយើងហើយរកណាទៀតប៉ុន្តែនៅក្នុងបាទនៅក្នុង the court of law នៅក្នុងតុលាការ justification ផ្សេងបាទគេទៅបង្ហាញ head poll យ៉ាងម៉េចចឹងហើយបានជាដូចរឿងមួយដែលខ្ញុំនិយាយតាំងពីមុនមកដែលមន្ត្រីទូតរបស់កម្ពុជាម្នាក់តែគាត់និយាយលេងជាមួយខ្ញុំចោលឡើងពីរឿងមិនអាចប្តឹងអាមេរិកទាសំណងនៅពេលដែលមានសង្គ្រាមដោយសារតែបោះតាំងមួយចំនួនយើងបានលុបចោលយើងឆ្លងកាត់របបខ្មែរក្រហមពីងើបពីខ្មែរក្រហមមកអត់បានចង់ក្រងបោះតាំងនោះវាលុបរំដៅធំនោះវាខ្លាចទៅជាធ្លុកប្រជាពលរដ្ឋលុបធ្វើផ្ទះទៅអត់ទៅវាអត់មានអីជាដែលថាលក្ខណៈបច្ចៈរឹងមាំដែលអាចមកប្តឹងគេបានអញ្ចឹងណាបាទអញ្ចឹងរឿងហ្នឹងវាមានច្រើនណាស់នៅក្នុងផ្នែកតុលាការហ្នឹងច្រើនអញ្ចឹងហើយបាទដូចជាដែលខ្ញុំនិយាយពីរឿងត្រឡប់មករឿងប្រើអាវុធនៅអាមេរិកហ្នឹងអញ្ចឹងបាទមិនសួរទេអាការខិតខំឲ្យ justify នៅតុលាការហ្នឹងបាទអរគុណលោកនាងមិនសួរមិនមកលឿនពេកដាច់មានសរសេរឡើងវិញនៅមានអ្នកណាទៀតបាទវិរៈអ៊ំបាទអរគុណលោកវិរៈបាទខ្ញុំអត់ចេះខ្ញុំអូនេះលោកប៊ុនហៀងក៏ថាបើខ្មែរបើកចំហជាមួយអាមេរិកបែបនេះតើប្រាក់បង្កក់ដែលអាមេរិកខុសទុកនោះអាចដោះស្រាយដំណោះស្រាយទូសារជាងនេះទេតាមយោបល់បងតែមិនបើខ្មែរបើកចំហជាមួយអាមេរិកបែបនេះតើប្រាក់បង្កក់ដែលអាមេរិកខុសទុកនោះអាចជាដំណោះស្រាយទូសារជាងនេះទេតាមយោបល់បងមានន័យថាម៉េចអាចដំណោះស្រាយទូសារយ៉ាងម៉េចឥឡូវខ្ញុំព្យាយាមឆ្លើយចេះវិញខ្ញុំឃើញមានការចូល comment បាទ comment ខ្ញុំឃើញប្រិមិត្តមួយចំនួន comment សួរថាអូអញ្ចឹងតើលុយបង្កក់$15,000 លានហ្នឹងអាចមកឲ្យខ្មែរយកខ្មែរសុំយកមកអភិវឌ្ឍប្រទេសបានទេបើទិញជនហោទិញអីចឹងនេះបាទគឺមាន comment ចឹងនៅក្នុង page របស់ខ្ញុំហ្នឹងណាហើយក៏មានអ្នកទៅឆ្លើយទៅខ្ញុំឆ្លើយត្រូវខ្ញុំក៏មិនឆ្លើយចំនួនដែរអញ្ចឹងបើលោកប៊ុនហៀងសួរក្នុងន័យអញ្ចឹងគឺខ្ញុំអាចយកអ្វីដែលគេឆ្លើយនៅតាម Facebook យកមកចែករំលែកគឺជនរងគ្រោះនៃ scam ដែលថាមានទឹកប្រាក់រហូតដល់$15,000 លានហ្នឹងមិនមែនកម្ពុជាទេគឺពលរដ្ឋអាមេរិកហើយនិងពលរដ្ឋនៅប្រទេសផ្សេងអញ្ចឹង$10 billionសម្រាប់មួយឆ្នាំពីអាមេរិកនេះបើអញ្ចឹងជនរងគ្រោះនៅអាមេរិកទេបើគេយកលុយហ្នឹងមកសងពលរដ្ឋអាមេរិកនៅនេះទេមិនមែនលុយរបស់កម្ពុជាដែលមកសុំពីអាមេរិកដើម្បីយកលុយហ្នឹងទៅចាយវានៅកម្ពុជានឹងទេបើឃើញគាត់ឆ្លើយអញ្ចឹងបាទត្រឹមតែហើយអ្នកណាដែលគាត់សួរហ្នឹងគាត់អត់ដឹងអីគាត់ចង់សុំលុយនឹងយកទៅហ្នឹងមិនមែននេះអត់បានទេណាគឺអ្នករងគ្រោះនៅអាមេរិកទេបើយកលុយហ្នឹងទៅពលរដ្ឋអាមេរិកដែលគ្នារងគ្រោះដោយសារ scammer ហ្នឹងរងគ្រោះដោយសារអ្នកមកសុំលុយហ្នឹងភាសាទៀតអត់ទេណាគឺគាត់ឆ្លើយល្អស្អីដែរហ្នឹងបាទឃើញអ្នកដែលសួរហ្នឹងគាត់សួរដោយត្រង់បាទគាត់អត់ដឹងមែនគាត់ឮសើថាអាមេរិកបង្កក់លុយពីខ្មែរអញ្ចឹងសុំខ្មែរសុំទៅវិញអត់ទេណាអត់ទេអញ្ចឹងបើលោកប៊ុនហៀងសួរចង់មានន័យអញ្ចឹងហ្នឹងហើយជាន័យអញ្ចឹងណាបាទដំណោះស្រាយទូសារជាងនេះទេបាទបើន័យអញ្ចឹងខ្ញុំអាចឆ្លើយតាមហ្នឹងវិញណាបាទអូខេអស់ហើយកម្ពុជា weapon បងតាមមូលហេតុអ្វីអាមេរិកមិនលក់ F35 ឲ្យថៃ F35 អត់តាន់លក់ឲ្យអ្នកណាទាំងអស់បាទ F35 អាមេរិកទុកប្រើអូ F35 លក់ឲ្យសម្ព័ន្ធមិត្តនៅអឺរ៉ុបមួយចំនួនដែរបាទមួយចំនួនដែរប៉ុន្តែវាមានលក្ខខណ្ឌរបស់គេអានោះវាប្រភេទទំនើបអញ្ចឹងដូច្នេះប្រហែលជាមិនទាន់អាចនឹងលក់ឲ្យបានឡើយទេអញ្ចឹងណាបាទលក្ខខណ្ឌវាតម្រូវវាខ្ពស់ជាងនឹងតទៅទៀតខ្ញុំមិនដឹងអត់ដែរខ្ញុំមិនដឹងអត់ដែរគឺផ្នែកខាងហ្នឹង
ខ្ញុំមិនបានសិក្សាទេណាបាទអូខេអស់ហ៎លោកប៊ុនហៀងរឿងប្រាប់ដល់លោកប៊ុនហៀងគាត់ថាយ៉ាងម៉េចគាត់ថាជាឧទាហរណ៍ខ្លះក្រែងលោអាមេរិកប្រើលេងដើម្បីដាក់សម្ពាធខ្មែរកន្លែងណាមួយចង់និយាយថាអឺអាមេរិកដាក់សម្ពាធលើខ្មែរកន្លែងណាមួយបានហ្នឹងជាការសម្ពាធហើយជាការពិតប្រកបតែម្ដងបាទជាការពិតប្រកបហើយលោកប៊ុនហៀង no doubt គ្មានអីសង្ស័យទេគឺបានន័យថាអាមេរិកគាត់ឃើញអំពីបញ្ហាហ្នឹងកើតឡើងគាត់ត្រូវតែដាក់បង្កក់ហ្នឹងដើម្បីដាក់សម្ពាធឲ្យកម្ពុជាដោះស្រាយបាទដោះស្រាយបញ្ហាហ្នឹងពីព្រោះអីដោយដែលខ្ញុំបានជម្រាបពីមុនអញ្ចឹងជនរងគ្រោះជាពលរដ្ឋអាមេរិកណាពេលដែលមានបញ្ហាហ្នឹងគេប្តឹងអាជ្ញាធរគេប្តឹងទៅសមាជិកសភារបស់គេសមាជិកសភារបស់គេហ្នឹងគេទៅធ្វើការអាជ្ញាធរគេទៅចាត់វិធានការហ្នឹងអញ្ចឹងអាមេរិកទៅតែឆ្លើយតបហើយបាទអញ្ចឹងដូច្នេះដើម្បីឆ្លើយតបបានវាមានវិធានការច្រើនបើសភាគាត់ធ្វើច្បាប់ដូចថ្ងៃមុនគាត់ស្នើឡើងច្បាប់អញ្ចឹងអាហ្នឹងគឺគាត់ធ្វើច្បាប់លំតន់ចេញប៉ុន្តែអាចនឹងចេញនៅពេលណាមួយបាទហើយខាងអាជ្ញាធរដូចជា FBI ហ្នឹងគាត់ត្រូវតែតាក់ទងទៅខាងប្រទេសសម័យប្រទេសពាក់ព័ន្ធហ្នឹងដើម្បីធ្វើការជាមួយគ្នាហ្នឹងបាទបើជាការពិតគឺចង់ឲ្យមានការដោះស្រាយបញ្ហាហ្នឹងបាទកំយ៉ាក៏ថាចុះបើអាមេរិកស៊ើបដឹងថាថៃពិតជាបំពេញកម្ពុជាមែនតើថៃអាចនឹងមានទណ្ឌកម្មយ៉ាងណាពីសហរដ្ឋអាមេរិកនិងអន្តរជាតិជាការពិតបាទជាការពិតអាចមានបើសិនជាខ្មែរយើងអាចរកឃើញអាហ្នឹងមែនតាមយោបល់ខ្ញុំមិនដឹងរឿងលម្អិតនៃការប្រភេទទណ្ឌកម្មរឿងអាវុធទេណាប៉ុន្តែខ្ញុំថាបើសិនជាយើងអាចរកឃើញបានអាចទណ្ឌកម្មដែរដូចជាការមិនលក់ឲ្យអាវុធឬក៏ដាក់អីផ្សេងតទៅទៀតមានបាទតែក្តីរឿងនយោបាយអាមេរិកបោះឆ្នោតយកកៅអីនៅរដ្ឋ Texas យ៉ាងម៉េចហើយលោកពូចូលជាច្បាប់ហើយបើចូលជាច្បាប់ជាធរមានហើយលោកគៀលើមែននៅ Texas ដឹងហើយឥឡូវត្រៀមតែយកកៅបាទអូខេពន្លកតើប្រទេសកម្ពុជាអាចទារសំណងពីប្រទេសថៃបានទេបើរឿងថៃទម្លាក់ក្របបែកលើភាសាព្រះវិហារបងខ្ញុំថាដូចជាខ្មែរយើងឃើញរៀបចំប្តឹងទៅ UNESCO ដឹងហើយប៉ុន្តែនោះគឺមានការលើកឡើងដែរប៉ុន្តែខ្ញុំមិនច្បាស់ដែរតើប្រភេទសំណងហ្នឹងតើយើងអាចមានសំណងយ៉ាងម៉េចឬក៏មានការពមៀនទៅថៃយ៉ាងម៉េចខ្ញុំអត់ដឹងច្បាស់ដែរកន្លែងហ្នឹងណាតើគេត្រូវឆ្លងតឡាការយ៉ាងម៉េចពីព្រោះឯការឲ្យទាមទារសំណងនោះវាមានលក្ខខណ្ឌវិចារណាខ្ញុំអត់ដឹងអត់ដែរណាខ្ញុំអត់ដែរបាទរ៉ូនគេតើពាក្យ Navy នៅលើសភាវុធអាមេរិកមានន័យមិនពូ Navy បាទទាហានជើងទឹកទាហានជើងទឹកអាមេរិកបាទចឹងនៅលើអាវុធហ្នឹងគឺសំដៅទៅលើអាវុធឬក៏យន្តហោះអីហ្នឹង Navy ហ្នឹងគឺបាននៅពួកទាហានជើងទឹកទាហានជើងទឹករបស់អាមេរិកហ្នឹងទាហានជើងទឹកអាមេរិកធំទាហានជើងទឹកអាមេរិកគឺមានកម្លាំងវាខ្លាំងច្រើនណាស់បាទ